សូមគោរពទស្សនិកជនដែលកំពុងតាមដានទស្សនាទំព័រ Facebook ផ្លូវការកងទ័ពជើងគោកនិងអង្គភាពព័ត៌មានដៃគូសហការទាំងអស់នាពេលនេះសូមគោរពអញ្ជើញទស្សនិកជនតាមដានទស្សនាព័ត៌មានប្រចាំថ្ងៃកងទ័ពជើងគោកដែលមានខ្លឹមសារព័ត៌មានសំខាន់ៗដូចតទៅមេបញ្ជាការស្ដីទីយុទ្ធភូមិភាគទី5បន្តចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ51និងកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃខេត្តបន្ទាយមានជ័យនាយប់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2021ឧត្តមស្នេហ៍តូសេងធីរិនមេបញ្ជាការស្ដីទីយុទ្ធភូមិភាគទី5អមដំណើរលោកអភិបាលរងខេត្តលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកស្នងការនគរបាលខេត្តលោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ51និងលោកអភិបាលក្រុងប៉ោយប៉ែតអញ្ជើញចុះត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ51ដែលកំពុងឈរជើងសហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្នុងឱកាសនោះដែរលោកមេបញ្ជាការស្ដីទីយុទ្ធភូមិភាគទី5បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តបទបញ្ជាថ្នាក់លើឲ្យបានម៉ឺងម៉ាត់បំផុតដើម្បីធានាឲ្យបានថាគ្មានការលួចឆ្លងដែនចូលមិនបានធ្វើចតលេសាគ្រប់បណ្ដាគោលដៅត្រូវយកចិត្តទុកដាក់រឹតបន្តឹងល្បាតត្រួតពិនិត្យ24ម៉ោងលើ24ម៉ោងមិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមិនបានធ្វើចតលេសាដាច់ខាតគ្រប់បណ្ដាគោលដៅដែលបានកំណត់ពិសេសរកឃើញនៅមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាពដើម្បីមានវិធានការតាមផ្លូវច្បាប់អភិបាលខេត្តបៃលិនអញ្ជើញចុះត្រួតពិនិត្យស្ថានភាពឈរជើងរបស់កងកម្លាំងសហការការពារទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់នៅភូមិសាស្ត្រខេត្តបៃលិនលោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2021បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពឈរជើងរបស់កងកម្លាំងសហការការពារទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់រួមចំណែកអនុវត្តវិធានការតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលពិសេសគឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ក្នុងភូមិសាស្ត្រខេត្តបៃលិនក្នុងឱកាសនោះក៏មានការចូលរួមអនុដំណើរដោយឧត្តមស្នេហ៍ត្រីកែមអនុជមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបៃលិននិងផ្នែកពាក់ព័ន្ធមួយចំនួនទៀតកងកម្លាំងរបស់តំបន់ប្រតិបត្តិការសឹករងបៃលិនបានសហការជាមួយកងកម្លាំងចម្រុះនិងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើងនៅល្បាតតាមព្រំដែនកម្ពុជាថៃដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ Covid-19 តាមរយៈពលករឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជាលោកជំទាវអភិបាលខេត្តបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងកម្លាំងទាំង3ប្រភេទដែលបានទប់ស្កាត់មិនឲ្យពលករឆ្លងដែនពីប្រទេសថៃមកកម្ពុជាដោយមិនបានធ្វើចតលេសាឡើយនៅក្នុងឱកាសចុះត្រួតពិនិត្យនិងសួរសុខទុក្ខលោកជំទាវបានស្រីមុំបាននាំនៅគ្រឿងឧបភោគបរិភោគនិងម៉ាស់អាល់កុលជែនលាងដៃផ្ដល់ជូនកងកម្លាំងកំពុងប្រតិបត្តិការជួរមុខនៅតាមបណ្ដាគោលដៅផងដែរសូមបញ្ជាក់ថាទោះបីមានការអំពាវនាវរបស់ប្រមុខរដ្ឋាភិបាលចំពោះពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនដែលបានកំណត់យ៉ាងណាក៏ដោយក៏មានប្រជាពលរដ្ឋមួយចំនួននៅតែបន្តលួចឆ្លងដែនដោយខុសច្បាប់ចាប់ពីថ្ងៃទី26ខែធ្នូឆ្នាំ2020មកដល់ថ្ងៃទី16ខែកុម្ភៈឆ្នាំ2021កម្លាំងយាមតាមគោលដៅរបស់តំបន់ប្រតិបត្តិការសឹករងបៃលិននិងសហការជាមួយកងកម្លាំងចម្រុះបានឃាត់ខ្លួនប្រជាពលរដ្ឋប្រុសស្រីនិងបានបញ្ជូនពួកគាត់ទៅមន្ត្រីជំនាញដើម្បីធ្វើចតលេសានៅមណ្ឌលចតលេសាដែលគណៈបញ្ជាការឯកភាពខេត្តបានរៀបចំសរុបចំនួនបាន1212នាក់វិជ្ជមាន COVID-19 ចំនួន18នាក់ព្យាបាលបានជាសះស្បើយចំនួន14នាក់និងកំពុងព្យាបាលចំនួន4នាក់មេបញ្ជាការកងពលតូចថ្មីជើងលេខ52បានធ្វើការត្រួតពិនិត្យកម្លាំងបំពេញបេសកកម្មទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឧត្តមស្នេហ៍ឯកមេសង្ហនអនុរដ្ឋលេខាធិការក្រសួងការពារជាតិមេបញ្ជាការកងពលតូចថ្មីជើងលេខ52និងថ្នាក់ដឹកនាំកងពលបានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ដែលបំពេញបេសកកម្មសហការជាមួយនឹងកម្លាំងចម្រុះអាជ្ញាធរមូលដ្ឋានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ Covid-19 តាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងភូមិសាស្ត្រខេត្តបៃលិនបាត់ដំបងនារសៀលថ្ងៃទី16ខែកុម្ភៈឆ្នាំ2021ឯកឧត្តមមេបញ្ជាការកងពលតូចថ្មីជើងលេខ52បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្ដាគោលដៅត្រូវបង្កើនការយកចិត្តទុកដាក់ល្បាតត្រួតពិនិត្យ24ម៉ោងលើ24ម៉ោងករណីពេលជួបប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ត្រូវពន្យល់ណែនាំអំពីផលប៉ះពាល់នៃជំងឺ Covid-19 ចំពោះបុគ្គលគ្រួសារនិងសហគមន៍និងអនុវត្តតាមវិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាយការណ៍តាមឋានានុក្រមជាបន្ទាន់ដើម្បីឲ្យកម្លាំងជំនាញដឹកជញ្ជូនពួកគាត់ទៅធ្វើចតាលេសាតាមគោលដៅដែលបានកំណត់មេបញ្ជាការកងពលតូចថ្មីជើងលេខ52ក៏បានផ្ដាំផ្ញើបន្ថែមដល់កងកម្លាំងកំពុងបំពេញបេសកកម្មត្រូវយកចិត្តទុកដាក់ថែទាំសុខភាពនិងអនាម័យឲ្យបានល្អលោកមេបញ្ជាការក៏បានបញ្ជាក់ទៅដល់ថ្នាក់ដឹកនាំទាំងអស់ត្រូវចេះសហការជាមួយបណ្ដាកម្លាំងឲ្យមានភាពស្និទ្ធស្នាលរួមគ្នាគិតរួមគ្នាធ្វើដើម្បីបំផាត់ជាតិមាតុភូមិនៅក្នុងឱកាសនោះដែរលោកមេបញ្ជាការក៏បាននាំយកអំណោយមួយចំនួនផ្ដល់ជូនដល់កងកម្លាំងដែលកំពុងបំពេញបេសកកម្មរួមមានគ្រឿងឧបភោគបរិភោគជូនដល់កងកម្លាំងគ្រប់បណ្ដាគោលដៅទាំងអស់ផងដែរ
ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់សម្រាប់ជនពិការនិងថវិកាសម្រាប់កែលម្អភ្នូរសពអតីតយុវជននៅវិមានអតីតយុវជនពលីត្រូវបានមេបញ្ជាការកងទ័ពជង្គង់និងលោកជំទាវប្រកោជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដោយមើលឃើញពីសកម្មភាពដ៏មមាញឹករបស់ថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំក្នុងកិច្ចការងារមនុស្សធម៌ជួយដល់ក្រុមគ្រួសារអតីតយុវជននិងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងមូលដ្ឋាននានានៅក្នុងខេត្តកំពង់ធំនៅព្រឹកថ្ងៃពុធទី17ខែកុម្ភៈឆ្នាំ2021ឯកឧត្តមឧត្តមស្នេហ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាបានចាត់តាំងក្រុមជំនួយការដឹកជញ្ជូនស្បៀងអាហារសម្ភារៈប្រើប្រាស់សម្រាប់ជនពិការនិងថវិកាយកមកប្រគល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដើម្បីបន្តសកម្មភាពមនុស្សធម៌ជួយដោះស្រាយការងារលំបាកខ្វះខាតជូនដល់គ្រួសារអតីតយុវជននិងប្រជាពលរដ្ឋបន្តទៀតព្រមទាំងបានឧបត្ថម្ភថវិកាសម្រាប់កែលម្អភ្នូរសពកម្មាភិបាលយុវជនដែលបានពលីជីវិតក្នុងសម័យសង្គ្រាមដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជាឧត្តមស្នេហ៍តូសំសុនក៏បានគោរពថ្លែងអំណរគុណដល់ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តមឧត្តមស្នេហ៍ឯកហ៊ុនម៉ាណែតនិងលោកជំទាវដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគសម្ភារៈសម្រាប់ជនពិការនិងថវិកាសម្រាប់កែលម្អសោភ័ណភាពភ្នូរសពអតីតយុវជនដែលបានពលីជីវិតក្នុងភ្លើងសង្គ្រាមដើម្បីបុព្វហេតុជាតិនិងប្រជាជនកម្ពុជានៅវិមានរំលឹកគុណអតីតយុវជនពលីនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំឧត្តមស្នេហ៍តូសំសុនបានបដិញ្ញាចិត្តបន្តនាំយកអំណោយស្បៀងអាហារសម្ភារៈប្រើប្រាស់សម្រាប់ជនពិការទៅឧបត្ថម្ភជនគ្រួសារអតីតយុវជននិងប្រជាពលរដ្ឋក្រីក្រដល់មូលដ្ឋានមួយចំនួនដែលមានបងប្អូនកំពុងជួបការលំបាកខ្វះខាតពិតប្រាកដនិងបានខិតខំកែលម្អរៀបចំភ្នូរសពអតីតយុវជនពលីឲ្យមានសោភ័ណភាពបន្ថែមទៀតដើម្បីជាទីតាំងប្រវត្តិសាស្ត្រយោធាទៅថ្ងៃអនាគតសូមបញ្ជាក់ថាជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមស្នេហ៍ឯកហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមនីនៅពេលនេះរួមមានអង្ករចំនួន5តោនមីជាតិចំនួន200កេសរទេះរុញសម្រាប់ជនពិការចំនួន10គ្រឿងនិងឈើច្រត់អ៊ីណុកសម្រាប់ជនពិការ20គូនិងថវិកាមួយចំនួនសម្រាប់រៀបចំកែលម្អសោភ័ណភាពភ្នូរសពអតីតយុវជននៅវិមានរំលឹកគុណអតីតយុវជនពលីនៃតំបន់ប្រតិបត្តិការសឹករងកំពង់ធំអតីតយុវជនពិការនិងគ្រួសារអតីតយុវជនពលីដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ធំបានទទួលជំនួយឧបត្ថម្ភស្បៀងអាហារនិងថវិកាមួយចំនួនពីឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវដោយទទួលបាននូវរបាយការណ៍ពីស្ថានភាពជីវភាពលំបាកខ្វះខាតរបស់បងប្អូនអតីតយុវជនពិការនិងគ្រួសារអតីតយុវជនពលីពីអាជ្ញាធរដែនដីនៅល្ងាចថ្ងៃទី16ខែកុម្ភៈឆ្នាំ2021ឧត្តមស្នេហ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងជាប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំបានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដីនាំយកនូវអំណោយរបស់ឯកឧត្តមស្នេហ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងលោកជំទាវទៅជួយឧបត្ថម្ភជូនដល់បងប្អូនអតីតយុវជនពិការនិងគ្រួសារអតីតយុវជនពលីដែលមានជីវភាពខ្វះខាតចំនួន10គ្រួសាររស់នៅភូមិត្រពាំងចំបក់ឃុំត្រពាំងរិស័យស្រុកកំពង់ស្វាយខេត្តកំពង់ធំនៅក្នុងឱកាសនោះឧត្តមស្នេហ៍តូសំសុនបានពំនាំនៅការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានសមាគមអតីតយុវជនកម្ពុជានិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្ដេចទាំងពីរតែងតែគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុវជននៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែងព្រោះបងប្អូនអតីតយុវជនពិការនិងអតីតយុវជនពលីគឺជាអ្នកដែលបានបូជាសាច់ស្រស់ឈាមស្រស់និងអាយុជីវិតរហូតដល់ធ្លាក់ខ្លួនពិការនិងពលីជីវិតដើម្បីចូលរួមចំណែកជាមួយសម្ដេចតេជោហ៊ុនសែនក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះដែលនាំឲ្យប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញដូចសពថ្ងៃនេះប្រធានសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំបានសំណូមពរឲ្យបងប្អូនអតីតយុវជនពិការនិងក្រុមគ្រួសារអតីតយុវជនពលីត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិតដោយសុចរិតទៀងត្រង់តាមលទ្ធភាពដែលអាចធ្វើទៅបានគូផ្សំជាមួយប្រាក់បៀវត្សប្រចាំខែដែលរដ្ឋាភិបាលបានផ្ដល់ជូននិងសំណូមពរដល់បងប្អូនទាំងអស់ត្រូវខិតខំថែរក្សាសុខភាពពិសេសការពារទប់ស្កាត់កុំឲ្យឆ្លងមេរោគ COVID-19 ដែលអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលអតីតយុវជនពិការនិងគ្រួសារអតីតយុវជនពលីរួមជាមួយអាជ្ញាធរដែនដីសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចទាំងទ្វេនិងឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវដែលបានឧបត្ថម្ភនូវស្បៀងអាហារនិងថវិកាមួយចំនួនដល់ពួកគាត់នាពេលនេះនិងសូមគោរពជូនពរសម្ដេចទាំងទ្វេបុត្រាបុត្រីនិងចៅប្រុសចៅស្រីសូមបានជួបប្រទះតែពុទ្ធពរទាំង5ប្រការកុំបីឃ្លៀងឃ្លាតឡើយមេបញ្ជាការកងពលតូចថ្មជាងលេខ53បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងក្នុងការទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឧត្តមស្នេហ៍ត្រីកៅសេងឡុនមេបញ្ជាការកងពលតូចថ្មជាងលេខ53នាថ្ងៃទី16ខែកុម្ភៈឆ្នាំ2021
បានអញ្ជើញចុះត្រួតពិនិត្យនិងបានណែនាំដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់និងទប់ស្កាត់ការឆ្លងរាលដាលជំងឺ Covid-19 នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃឲ្យខិតខំតស៊ូអត់ធ្មត់បន្តទៀតដើម្បីអនុវត្តបទបញ្ជាថ្នាក់លើបានជោគជ័យលោកបន្តថាកងទ័ពមានភារកិច្ចទទួលបទបញ្ជានិងអនុវត្តបទបញ្ជានៅក្នុងកលៈទេសៈនេះយើងទទួលបទបញ្ជាពីថ្នាក់លើដូច្នេះពួកយើងត្រូវតែអនុវត្តឲ្យបានមិនអាចធ្វើប្រហែសបានឡើយលោកក៏បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ផងដែរថាប្រសិនបាននៅចំណុចគោលដៅណាមួយបណ្ដាលឲ្យពលករលួចឆ្លងដែនបានអ្នកគ្រប់គ្រងនៅគោលដៅនោះត្រូវទទួលខុសត្រូវចំពោះមុខមេបញ្ជាការសូមបញ្ជាក់ថាចាប់តាំងពីថ្ងៃចូលឆ្នាំចិនរហូតមកដល់ពេលនេះពលករចំណាក់ស្រុកនៅតែលួចឆ្លងដែនពីប្រទេសថៃចូលមកក្នុងទឹកដីកម្ពុជាជាច្រើនដែលមានអ្នកខ្លះលួចឆ្លងដែនតាមច្រករបៀងតូចៗនិងខ្លះទៀតលួចឆ្លងដែនដោយលាក់ខ្លួនពួននៅក្នុងរថយន្តដឹកទំនិញជាដើមទស្សនិកជនដែលកំពុងតាមដានទស្សនាការផ្សាយព័ត៌មានលើទំព័រ Facebook ផ្លូវការកងទ័ពជើងគោកនិងអង្គភាពព័ត៌មានដៃគូសហការទាំងអស់ជាទីគោរពសម្រាប់ព័ត៌មានប្រចាំថ្ងៃនេះពេលនេះចាប់តែប៉ុណ្ណេះនាងខ្ញុំអនុស្នេហ៍ឯកកុងស្រីមុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនារបស់លោកអ្នកនៅពេលនេះនាងខ្ញុំនិងក្រុមការងារសូមអរគុណនិងសូមគោរពលា